ភាពទី7ទោះការងារប្រញាប់យ៉ាងណាក៏ដោយត្រូវតែគិតពីសុវត្ថិភាពជាចម្បងសួស្តីខ្ញុំជាមន្ត្រីសុវត្ថិភាពសូមនាំអ្នកទាំងអស់គ្នាទៅជួបជាមួយប្រព័ន្ធផ្សព្វផ្សាយអប់រំសុវត្ថិភាពក្នុងភាគទី7ទោះការងារប្រញាប់យ៉ាងណាក៏ដោយត្រូវតែគិតពីសុវត្ថិភាពជាចម្បងហើយឡានដឹកអុកស៊ីសែនមកដល់ហើយប្រញាប់ជួយគ្នាទៅយកឆាប់ឡើងការងារកំពុងតែប្រញាប់ជាងទំនេរឬអត់យកអុកស៊ីសែនទៅដាក់ក្បែរធុងប្រេងក៏បានដែរប្រញាប់មកឲ្យលឿនឡើងតើល្អដែរឬទេមន្ត្រីសុវត្ថិភាពធ្លាប់ប្រាប់សូមកុំដាក់ធុងអុកស៊ីសែននៅជិតធុងប្រេងឲ្យសោះបាទមិនអីទេណាកាត់ដាក់មួយផ្លែតមិនអីទេតិចទៀតយកមកប្រហើយប្រញាប់មកដឹកយកទៅដាក់ទៅតពីនេះការងារកំពុងតែប្រញាប់កន្លែងទុកធុងអុកស៊ីសែននៅឆ្ងាយម្លេះមិនដឹងជាអ្នកណាគិតយកទៅដាក់ឆ្ងាយដល់ថ្នាក់នឹងទេហើយអ្វីបានជាធុងមើលទៅហាក់ដូចជាស្រាលម្លេះឬមួយក៏ហាងបំពេញហ្គាសឲ្យមិនពេញធុងត្រូវសាកបើកវ៉ាល់ឆែកមើលបន្តិចល្អជាងចាំខ្ញុំទៅយកច្រវាក់មករុំធុងការពារដួលឲ្យមិនបាច់ទេខាត់ពេលប្រញាប់ទៅដឹកធុងដែលសល់មកឲ្យលឿនល្អជាងប៉ុន្តែមន្ត្រីសុវត្ថិភាពធ្លាប់ប្រាប់ថាហាមដាក់ធុងហ្គាសផ្ដេកត្រូវដាក់បញ្ឈរហើយរកច្រវាក់មករុំការពារដួលជឿគេធ្វើអីប្រញាប់ទៅដឹកធុងដែលសល់ឲ្យរួចរាល់ទៅឈប់មិនបាច់និយាយទៀតទេទៅដឹកធុងដែលសល់មកលឿនប៉ុន្តែបើមានរឿងអ្វីកើតឡើងខ្ញុំមិនទទួលខុសត្រូវទេណានោះឃើញទេច្បាស់ជាធុងទេហើយគ្រាន់តែខ្យល់បក់ថ្នមក៏ដួលដែរធុងទេពិតមែនគិតនឹងបោកយើងឬគ្មានផ្លូវទេធុងហ្គាសផ្ទុកអុកស៊ីសែនដិតដែលប្រើក្នុងការងារផ្សារនិងកាត់ក្នុងសំណង់ពេលរក្សាទុកត្រូវដាក់បញ្ឈរហើយមានច្រវាក់ឬខ្សែរុំធុងដើម្បីការពារធុងដួលហើយដែលសំខាន់ហាមដាក់ចិត្តប្រេងខ្លាញ់គោឬទឹកប្រេងរំអិលព្រោះវាអាចធ្វើប្រតិកម្មនឹងផ្ទុះយ៉ាងខ្លាំងតែបើកន្លែងមានកំណត់និងចាំបាច់ត្រូវដាក់ចិត្តគ្នាត្រូវមានជញ្ជាំងបេតុងខាន់កណ្ដាលត្រូវកុំភ្លេចពិនិត្យស្ថានភាពធុងទូយកហ្គាសនិងចំណុចផ្សេងត្រូវគ្មានការលេចធ្លីនៃហ្គាសនៅក្នុងធុងផងដែរ